សូមស្វាគមន៍មកកាន់ podcast រឿងអាត់កំបាំងថ្ងៃនេះខ្ញុំនឹងនាំអ្នកទៅស្គាល់ឃាតករម្នាក់ដែលអាចលាក់ខ្លួនបានរហូតជាង30ឆ្នាំក្រោយពីគេបានធ្វើសកម្មភាពប្លន់រំលោភនិងសម្លាប់ទៅលើមនុស្សជាច្រើនដែលសូម្បីប៉ូលីសក៏មិនអាចចាប់បានគ្មានសាក្សីគ្មានឈ្មោះគ្មានមុខគ្មានរូបរាងគ្មានដានតែចុងក្រោយ DNA បានបង្ហាញអត្តសញ្ញាណពិតរបស់គាត់ក្រោយរយៈពេល30ឆ្នាំក្រោយដែលគាត់ត្រូវបានគេហៅថាកំពូលឃាតករមាសឬ Golden State Killer រឿងនេះចាប់ផ្ដើមនៅរដ្ឋកាលីហ្វញ៉ាសហរដ្ឋអាមេរិកនៅចន្លោះឆ្នាំ1974ដល់1986នៅពេលនោះប្រជាជនរស់នៅក្នុងការភ័យខ្លាចព្រោះមានជនមិនស្គាល់អត្តសញ្ញាណម្នាក់តែងតែចូលផ្ទះរបស់ពួកគេនៅពេលយប់ដោយធ្វើសកម្មភាពចាប់រំលោភវាយប្រហារនិងសម្លាប់មិនតែប៉ុណ្ណោះគាត់មិនបានជ្រើសរើសជនរងគ្រោះដែលជាបុរសឬស្ត្រីគូស្នេហ៍និងគ្រួសារណាមួយនោះទេពោលគឺគ្រប់គ្នាអាចជាគោលដៅរបស់គាត់ហើយឃាតករនេះមានល្បិចដ៏ឆ្លាតគាត់បានគាស់ដើម្បីចូលផ្ទះរបស់គេតាមបង្អួចឬទ្វារក្រោយដោយគាត់បានចាប់ចុងដៃជើងជនរងគ្រោះហើយដាក់ចានលើខ្នងរបស់ពួកគេហើយប្រាប់ថាបើចាននេះធ្លាក់ខ្ញុំនឹងសម្លាប់អ្នកជនរងគ្រោះទាំងអស់ដែលត្រូវគាត់ធ្វើសកម្មភាពរស់ក្នុងភាពភ័យរន្ធត់គ្មានអ្នកណាហ៊ានធ្វើចលនាឡើយបន្ទាប់ពីត្រូវឃាតករធ្វើអំពើអាក្រក់មកលើខ្លួនបន្ទាប់ពីធ្វើសកម្មភាពឃាតករគាត់បាត់ខ្លួនដូចខ្យល់គ្មានស្នាមគ្មានតម្រុយអ្វីទាំងអស់សូម្បីប៉ូលីសក្នុងតំបន់នោះក៏មិនអាចស្វែងរកឃាតករនោះឃើញដែរក្រោយពីស៊ើបអង្កេតអស់រយៈពេលជាច្រើនឆ្នាំនៅតែគ្មានតម្រុយពីឃាតករនោះចុងក្រោយប៉ូលីសបានត្រឹមតែប្រមូលសំណាក់ DNA របស់ឃាតករដែលជាប់នៅកន្លែងកើតហេតុនិងជាប់លើខ្លួនរបស់ជនរងគ្រោះដែលត្រូវឃាតករធ្វើបាបប៉ុណ្ណោះដើម្បីមករក្សាទុកព្រោះបច្ចេកវិទ្យាក្នុងការពិនិត្យ DNA នៅសម័យនោះមិនទាន់មានការអភិវឌ្ឍជឿនលឿនដូចបច្ចុប្បន្នហើយរឿងក្តីត្រូវបានបិទបណ្ដោះអាសន្នអស់រយៈពេល30ឆ្នាំហើយជនរងគ្រោះទាំងអស់បានត្រឹមរស់នៅជាមួយការឈឺចាប់ហើយឃាតករនៅរស់រាននឹងដើរហើរក្នុងជីវិតធម្មតាជាង3ទសវត្សរ៍ឃាតករមាសម្នាក់នេះប្រៀបដូចជាមនុស្សដែលបាត់ខ្លួនពីផែនដីមនុស្សជាច្រើនបានគិតថាគាត់ស្លាប់បាត់ទៅហើយឬមិនអាចរកឃើញអត្តសញ្ញាណគាត់ទៀតនោះទេតែការពិតមិនដែលបាត់ទៅណាឡើយចូលមកដល់ឆ្នាំ2018ប៉ូលីសបានប្រើបច្ចេកវិទ្យាថ្មីមួយដែលគេហៅថា DNA Genealogy ដែលពួកគេបានយក DNA ពីកន្លែងឧក្រិដ្ឋកម្មដើម្បីទៅប្រៀបធៀបជាមួយ Database DNA ដែលមានការចុះឈ្មោះពីគ្រប់ប្រជាជនទាំងអស់នៅក្នុងសហរដ្ឋអាមេរិកកន្លែងនេះមានន័យថាចាប់ពីឆ្នាំ2018ទៅគ្រប់គ្រួសារទាំងអស់នៅសហរដ្ឋអាមេរិកបានចុះឈ្មោះដោយការសម្គាល់ទៅលើ DNA ដើម្បីសម្គាល់អត្តសញ្ញាណខ្លួនចូលទៅក្នុងបញ្ជីរបស់រដ្ឋហើយលទ្ធផលនៃ DNA នាំពួកគេទៅកាន់បុរសម្នាក់ឈ្មោះថា Joseph James DeAngelo ដែលគាត់ត្រូវជាអតីតប៉ូលីសធ្វើការក្នុងតំបន់នោះដោយគាត់រស់ស្ងៀមស្ងាត់នៅក្រៅសំណាញ់ច្បាប់មានគ្រួសារមានកូននឹងគ្មានអ្នកសង្ស័យមកលើរូបគាត់តតែសោះថ្ងៃចាប់ខ្លួនឃាតករនោះគឺគាត់មានអាយុជិត72ឆ្នាំទៅហើយពេលចាប់ខ្លួនគាត់មិនប្រឆាំងមិនស្រែកមិនរត់ឬតបតអ្វីឡើយគឺគាត់គ្រាន់តែនៅស្ងៀមមនុស្សដែលគេចពីច្បាប់អស់រយៈពេល30ឆ្នាំចុងក្រោយមិនអាចរត់គេចពីការធ្វើតេស្ត DNA ឆ្នាំ2020ឃាតករ DeAngelo បានសារភាពកំហុសថាខ្លួនបានសម្លាប់មនុស្សយ៉ាងហោចណាស់13នាក់និងបានរំលោភស្ត្រីអស់ជាង50នាក់ក្រោយមកតុលាការកាត់ទោសគាត់ឲ្យជាប់ពន្ធនាគារអស់មួយជីវិតរឿងនេះបង្ហាញថាមិនថាអ្នកលាក់ខ្លួនយូរប៉ុណ្ណានោះទេការពិតមិនអាចលាក់បានជារៀងរហូតឡើយហើយពេលវេលាមួយយុត្តិធម៌នៅតែតាមរកអ្នកហើយបើអ្នកចូលចិត្តរឿងអាតកំបាំងបែបនេះសូម Subscribe Like និង Share ដើម្បីកុំឲ្យខកខានរឿងបន្ទាប់